ក្លិននេះមិនមែនជាក្លិនច្រែកដាច់ឡើយនេះវាជាក្លិនឈាមនេះគឺសិនជីងហ៊ានសិនជីងហ៊ានជាមន្ត្រីជាន់ខ្ពស់ក្មេងបំផុតក្នុងរាជវាំងតាំងពីអាយុ23ឆ្នាំជាអ្នកកាន់អំណាចរាជការតែហេតុអ្វីបានជាคล้ายទៅជាបែបនេះយប់មិញនេះខ្ញុំនៅតែក្នុងបន្ទប់ស្នាក់នៅសាកលវិទ្យាល័យសោះកំពុងផ្អែកលើទៅរៀនមុខវិជ្ជាកសោវិច័យហេតុអ្វីបានជាដឹងខ្លួនមកដល់ទីនេះទៅវិញឈឺណាស់នេះជារឿងពិតមែនឬខ្ញុំបានឆ្លងភពមែនទេថែមទាំងឆ្លងភពមកជាប្រពន្ធចិត្តអប្រិយដែលលួចយកស្បៀងនិងប្រាក់ចុងក្រោយរត់ចោលពេលគេកំពុងនិរទេសខ្លួនបណ្ដាលឲ្យសិនជីងហ៊ានរងរបួសធ្ងន់រហូតស្លាប់នៅកណ្ដាលវាលទៀតសុងជាយូខ្ញុំចាំបានថា3ឆ្នាំក្រោយមកសិនជីងហ៊ានត្រូវបានជំរាំមន្ទិលចុងក្រោយសុងជាយូក៏ត្រូវគេចាប់ខ្លួនហើយស្លាប់យ៉ាងវេទនាអ្នកស្រីសិនភ្ញាក់ហើយឬយប់នេះយើងនឹងឈប់សម្រាកនៅសន្តាគារខាងមុខមកផឹកជាមួយខ្ញុំមកប្តីរបស់នាងសន្លប់ស្ដុកស្ដឹងបែបនេះមិនដឹងស្លាប់ពេលណាទេនាងតាមគេទៅកន្លែងដាច់ស្រយាលដូចជាលីងណានមិនស្មើនឹងទៅជាមួយខ្ញុំទេអូរៀនចរិតនេះមកពីណា2ថ្ងៃមុនមិនមែនបែបនេះទេ2ថ្ងៃមុននាងថែមទាំងប្រាប់ឲ្យខ្ញុំទៅឲ្យឆ្ងាយបានមានចិត្តរឹងមាំណាស់ចាំមើលទៅមិនបានទេខ្ញុំមិនអាចភ័យស្លន់ស្លោបានទេវាមិនមានប្រយោជន៍អ្វីឡើយត្រូវតែរកវិធីរួងឲ្យបានសិនក្តៅខ្លួនខ្លាំងដល់ទៅ40អង្សាមិនមានក្លិនស្អុយរបួសមិនទាន់ខ្ទុះទេប៉ុន្តែបើមិនព្យាបាលឲ្យទាន់ពេលទេយប់នេះប្រកាសជាគ្រោះថ្នាក់ដល់ជីវិតហេតុអ្វីត្រូវទទួលយកវាទៀនក្រមួននេះមានពីរស្មៅកន្ទុយឆ្កែគ្មានប្រយោជន៍អ្វីឡើយនោះគឺជាស្មៅឈៀងឈៀនហើយនៅមានផ្កាដានដេលីយ៉ងនេះជាស្បៀងសម្រាប់សង្គ្រោះជីវិតបើមិនដល់គ្រាអាសន្នកុំបរិភោគវាឲ្យសោះបើអ្នកស្រីសិនគិតច្បាស់ហើយអាចហៅខ្ញុំបានគ្រប់ពេលសិនជន់ហ៊ានប្រយ័ត្នថែរក្សាឲ្យបានល្អឬក៏ត្រូវប្រយ័ត្នរឿងផ្សេងទៀតកម្ដៅឡើងដល់40អង្សារបួសធ្ងន់បែបនេះអាចនឹងស្លាប់បានប្រតិកម្មដំបូងក្នុងពេលពាក់កណ្ដាលសន្លប់នោះបែរជាដាស់តឿនឲ្យខ្ញុំប្រយ័ត្នទៅវិញអ្នកស្រីសិនចង់សាកបន្តិចទេវាឈ្ងុយឆ្ងាញ់ណាស់ចំណែកលក្ខខណ្ឌនោះអ្នកប្រហែលជាដឹងក្នុងចិត្តហើយមិនចាំបាច់ទេមិនទេគ្រាន់តែលើកពេងមួយក៏ធ្ងន់មាត់ម្លេះមនុស្សឈួតបានអាចរស់បានហើយអ្វីអ្នកមិនទៅបើទៅហើយតើអ្នកណាជាអ្នកចិញ្ចឹមអ្នកលេងដូចមុនហើយអ្នកនិយាយអ្វីហ្នឹងវង្វេងវង្វាន់អស់ហើយឬចៅហ៊ូនឹងមិនទុកអ្នកឲ្យនៅសុខឡើយអ្នកបដិសេធគេនឹងរកវិធីផ្សេងទៀតមិនខានខ្ញុំដឹងហើយគេរកវិធីរបស់គេខ្ញុំរ៉ាប់រងរបស់ខ្ញុំអ្នកត្រូវតែរក្សាជីវិតខ្លួនឯងឲ្យបានចង់ត្រឡប់ទៅបន្ទប់វិញណាស់នឹកអ្នកមីងនៅរោងបាយហាមយំបើស្អែកភ្នែកហើមនឹងត្រូវអាចឆ្កែចៅហ៊ូនោះសាច់ចំអកឲ្យសិនជីងហៃ7នាក់យ៉ាងហោចណាស់ក៏3នាក់ដែរពឹងចៅហ៊ូមិនបានទៀតទេអ្នកកម្រើកខ្លួនបានទេខ្ញុំនឹងរៀបរៀងពីមុខទោះមានរឿងអ្វីក៏ដោយកុំកម្រើកឲ្យសោះបើរបួសដាច់រហែកទៀតមុខជាដេលែងជាប់ហើយអ្នកស្ងាត់មាត់លើបសំឡេងអ្នកចុះទៅស្រីម្នាក់និងអ្នកជំងឺដែលជិតស្លាប់ម្នាក់ឯណោះក៏មានអាស្រវឹងដេកម្នាក់ទៀតថ្ងៃនេះពួកយើងសំណាងមែននាងតូចកុំរើបំរាស់អីប្រគល់របស់មានតម្លៃមកបើគ្មានរបស់មានតម្លៃក៏មិនពិបាកនឹងអ្នកដែរពួកយើងជាអ្នកទោសដែលត្រូវគេនិរទេសខ្លួនឯងនៅសល់នំប៉័ងតែពាក់កណ្ដាលសោះចាំបាច់ត្រូវដណ្ដើមយកទៀតឬអាអ្នកក៏តែរបស់របរមិនសំខាន់ទេតែរូបកាយឯងនេះក៏អាចលក់បានតម្លៃខ្លះដែរ
ប្រាប់ខ្ញុំមកឲ្យឯងឆេះហើយលុតជង្គង់ចុះខ្ញុំនិយាយម្ដងទៀតលុតជង្គង់ចុះបានហើយវីរបុរសខ្ញុំទុកមុខឲ្យឯងគ្រប់គ្រាន់ហើយពេលនេះអង្គុយចុះមកឲ្យខ្ញុំមើលរបួសឯងបន្តិចក្បាលឯងទៅឲ្យឆ្ងាយនោះគឺបានសម្គាល់ខ្លួនកងទ័ពនៅលើនោះឆ្លាក់ថាចិនយួនភូមិគ្រឹះចិនយួនហូចិនយួនហូឆឹងជឿអៀនដែលឯងចោទថាជាអ្នកក្បត់ជាតិនេះមិនមែនមកប្លន់យកទ្រព្យទេពួកគេមកដើម្បីសម្លាប់បំបិទមាត់អ្នកដឹងតាំងពីដើមមកមែនទេពួកគេនឹងមិនមកតែម្ដងនេះទេមុនពេលមេក្រុមចៅនោះចាក់ចេញវាបានសម្លឹងមើលទៅចៅហ៊ូដល់ចិត្តណាធម្មតាចៅហ៊ូជាមនុស្សដេកស្រាលបំផុតយប់នេះមានរឿងធំដល់ថ្នាក់នេះតែគេមិនមាត់មួយម៉ាត់សោះដៃរបស់គេមិនបានស្រវឹងឡើយគេកំពុងរងចាំឲ្យមនុស្សទាំង3នាក់នោះសម្លាប់ពួកយើងសុងជីយីចាប់ពីពេលនេះទៅកុំជឿជាក់លើអ្នកណាម្នាក់តាមផ្លូវនេះឲ្យសោះរាប់ទាំងរូបខ្ញុំផងដែរចៅហ៊ូដៃរបស់ឯងនេះពិតជាដូចបន្លាដែលចាក់ទម្លុះរហូតធ្វើឲ្យខ្ញុំមិនហ៊ានសំបីតែបិទភ្នែកហេតុអ្វីបានជាក្តៅម្លេះលោកប្រុសកៅក្តៅខ្លួនមិនស្រកទេរបួសក៏ហើយទៀតមិនបានទេបើនៅតែអូសបន្លាយបែបនេះថ្ងៃនេះគេមិនអាចទៅដល់សន្តាគារបន្ទាប់បានឡើយរបួសជ្រៅពេកថ្នាំរុក្ខជាតិដែលបិទកាលពីម្សិលមិញលែងមានប្រសិទ្ធភាពហើយត្រូវតែដេស្បែកសាច់នេះឲ្យជាប់បើមិនដូច្នោះទេរបួសនេះមិនអាចជាឡើយរឿងថ្នាំចិនបញ្ឈប់ឈាមខ្ញុំអាចទន្ទិញបានយ៉ាងស្ទាត់ជំនាញតែការដេរបួសខាងក្រៅនេះជាកិច្ចការរបស់គ្រូពេទ្យវះកាត់ខ្ញុំជាអ្នកកាន់ថ្នាំរុក្ខជាតិពីមុនគ្រាន់តែធ្លាប់ហាត់ដេលើស្បែកជ្រូកនៅសាលាឥឡូវសំបីតែគ្រូពេទ្យរុំជុលអំបោះស្អាតក៏គ្មានដែរធ្វើម៉េចទៅមិនខ្វល់ទេស្បែកជ្រូកដេបានស្បែកមនុស្សក៏ដេបានដូចគ្នាសិនជុនហ៊ានចាត់ទុកថាឯងសំណាងហើយតែធ្លាក់មកក្នុងដៃខ្ញុំថ្ងៃនេះមានហើយពិតមែនឬវាគ្រើមបន្តិចមែនតែអាចប្រើការបានយកទៅដុតភ្លើងឲ្យស្អាតសិនទៅកុំឲ្យច្រេះដែកនេះសម្រាប់ឯងមុនទោះបីជាវាសាមញ្ញដូចជារឿងកំ pl ែងក៏ដោយតែមានប្រសើរជាងគ្មានខ្ញុំនឹងដេរបួសឲ្យឯងគ្មានថ្នាំស្ពឹកទេនឹងឈឺខ្លាំងណាស់បើទ្រាំបានត្រូវតែទ្រាំបើទ្រាំមិនបានទេចូលខំរបស់នេះទៅដេអ្នកចេះដេមែនទេខ្ញុំធ្លាប់ដេស្បែកជ្រូកអ្នកកុំបារម្ភស្បែកជ្រូកក្រាស់ជាងស្បែកមនុស្សទៅទៀតខ្ញុំដឹងពីរបៀបធ្វើម្ជុលមាសត្រូវចាក់មុំ45ដឺក្រេគម្លាតកន្លះសង់ទីម៉ែត្រត្រូវឆ្លងកាត់ស្រទាប់សាច់រស់ហើយស្បែកជ្រូកទេបានល្អម្លេះអ្នកស្រីសិនពិតជាមានធ្វើដៃមែនយប់មិញមានរឿងអ្វីមែនទេខ្ញុំស្រវឹងខ្លាំងពេកមិនបានយល់អ្វីសោះមានឆ្កែព្រៃខ្ញុំដេញវាទៅបាត់ហើយឆ្កែព្រៃនៅទីនេះមានឆ្កែព្រៃ3ក្បាលប៉ុន្តែវាបានរត់ទៅហើយគិតថាប្រហែលជាមិនហ៊ានត្រឡប់មកវិញទេមកពីណាពីភូមិគ្រឹះយងនីងហៅពួកគេត្រូវនិរទេសទាំងគ្រួសារទៅលីងណានដើរបាន12ថ្ងៃហើយនៅមិនទាន់ផុតពីឈៀងជើផងគ្មានអ្នកស្លាប់ទេលោកយាយម្នាក់នោះដើរមិនរួចទេមួយថ្ងៃឈប់សម្រាប់ដល់ទៅ8ដងបើតាមល្បឿននេះដល់ឆ្នាំក្រោយទើបទៅដល់ជើងណានត្រឡប់មកវិញនេះជាញើសសរសៃប្រាសាទកុំផឹកទឹកនៅប៉ុស្តិ៍សម្រាប់កុំផឹកទឹកនៅប៉ុស្តិ៍សម្រាប់តើប៉ុស្តិ៍សម្រាប់មានអន្ទាក់មែនទេសូម្បីតែមនុស្សរបស់យងនីងហៅក៏ដឹងដែរបង្ហាញថាពួកគេក៏ធ្លាប់ឆ្លងកាត់ទីនោះតែបើមិនអាចផឹកទឹកបានតើយើងអាចរស់រានមានជីវិតក្រោមពន្លឺថ្ងៃដ៏ក្តៅហែងនេះដោយរបៀបណាស្រេកទឹកហើយមែនទេអ្នកស្រីសិនដើរតែ20លីទៀតនឹងដល់ប៉ុស្តិ៍ឈីងស៊ុយហើយនៅទីនោះមានទឹកមានម្លប់ដល់ហើយនឹងស្រួលខ្លួនឯងចៅសៀវៃសូមចែកទឹកក្នុងថង់អ្នកបន្តិចមកខ្ញុំនឹងយករបស់មកដូររបស់អ្វីឲ្យទឹកខ្ញុំសិនមកនេះទឹក
anhឲ្យប្រាក់គាត់ទៅប្រាក់កប់សពថងទឹកទេស្អាតបើមិនបានផឹកទឹកថ្ងៃនេះច្បាស់ជាដាច់ខ្យល់ស្លាប់មិនខានទឹកនៅត្រង់នេះមានទឹកនៅត្រង់នេះផឹកមិនបានទេស្លឹកដុះទល់គ្នាវាគឺជាស្មៅហ្វាំងឈិនវាជាអុសត្រល្អសម្រាប់បញ្ចុះកម្ដៅនិងបន្សាបជាតិពុលលោកស្រីសិនជីកស្មៅស្អុយទាំងនេះធ្វើអ្វីវាញើវដល់ហើយទឹកនៅទីនេះមិនអន់ទេលោកស្រីសិនមកដល់មានទាំងបបមានទាំងទឹកពណ៌នេះវាជាស្មៅកៅច័ន្ទគេដាក់ថ្នាំពោលដានឆាងឆៅក្នុងពាងទឹកកម្រិតនេះមិនអាចសម្លាប់មនុស្សបានភ្លាមទេប៉ុន្តែបើសិនជាងហែនផឹកចូលទៅមួយក្អឹបយប់នេះរបួសនាងនឹងរើឡើងវិញមិនខានក្នុងពាងមានថ្នាំពោលលិហើយមែនទេខ្ញុំទៅដួសបបរឲ្យអ្នកក្លិនបបរធម្មតាទេគ្មានរសជាតិចត់នៃថ្នាំពោលឡើយមើលទៅថ្នាំពោលដាក់តែក្នុងពាងទឹកមិនបានដាក់ក្នុងបបរទេផឹកបបរទៅកុំផឹកទឹកនោះមិនមានជាតិពុលអ្វីឡើយផ្កាគូអ៊ូវិនស្មៅដាច់ពោះវៀនបរិមាណមិនច្រើនទេបាលីក្នុងទឹកនឹងមិនស្លាប់ភ្លាមឡើយប៉ុន្តែរាងកាយអ្នករបួសបែបនេះបើផឹកចូលទៅយប់នេះមុខជាដាច់មុខរបួសមិនខានអ្នករកវាឃើញដោយរបៀបណាកាលពីក្មេងខ្ញុំធ្លាប់រៀនស្គាល់ថ្នាំខ្លះផឹកទៅជូរចត់ដល់ថ្នាក់អ្នកសង្ស័យពីជីវិតយប់នេះអ្នកត្រូវសម្រាកដេកពិតប្រាកដមែនកុំធ្វើជាដេកចុះអ្នកវិញខ្ញុំចាំយាមអ្នកមិនបានសម្រាកមួយថ្ងៃមួយយប់ហើយខ្ញុំទ្រាំបានចុះអ្នកវិញជាអ្នករបួសធ្ងន់ដែលក្តៅខ្លួន2ថ្ងៃហើយកុំមកប្រកែករឿងនេះជាមួយខ្ញុំសុងជីយីអ្នកគឺសុងជីយីមែនទេខ្ញុំគឺសុងជីយីសុងជីយីដែលមិនចង់ស្លាប់ម្នាក់ដែលដឹងថាទឹកមានជាតិពុលតែបែរជាមានទឹកស្អាតជាប់ខ្លួនហើយថែមទាំងត្រៀមបបខាប់ទុកមុនដើម្បីនាំពួកយើងទៅផឹកអ្នកបម្រើធម្មតាមិនមានខួរក្បាលដល់ថ្នាក់នេះទេមើលទៅគូប្រជែងរបស់អ្នកគឺចិនយុនហៅ